ការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថានបានសម្លាប់ជនស៊ីវិល28នាក់នៅអាហ្គានីស្ថានយ៉ាងហោចណាស់ជនស៊ីវិល28នាក់ត្រូវបានសម្លាប់និង49នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយប៉ាគីស្ថាននៅតាមព្រំដែនរបស់ខ្លួនជាមួយអាហ្គានីស្ថាននេះវាយោងតាមបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅអាហ្គានីស្ថានបាននិយាយកាលពីថ្ងៃច័ន្ទទី29ខែមិថុនាបេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថាការវាយប្រហារបានកើតឡើងនៅតំបន់ជិតព្រំដែនដែលចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងខណៈដែលមន្ទីរពេទ្យនៅតែបន្តព្យាបាលអ្នករងរបួសអាជ្ញាធរអាហ្គានីស្ថានបាននិយាយថាចំនួនអ្នកស្លាប់គឺខ្ពស់ជាងនេះដោយអះអាងថាជនស៊ីវិល38នាក់ត្រូវបានសម្លាប់និង163នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារនេះប៉ាគីស្ថានបាននិយាយថាកងកម្លាំងរបស់ខ្លួនបានធ្វើប្រតិបត្តិការផ្លូវគោកនិងផ្លូវអាកាសនិងបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់29នាក់ការអះអាងដែលមានចំនួនបានគូបញ្ជាក់ពីការលំបាកក្នុងការផ្ទៀងទាត់ដោយឯករាជ្យនៃចំនួនអ្នកស្លាប់និងរបួសនៅក្នុងតំបន់ព្រំដែនដាច់ស្រយាលនិងកង្វះកិច្ចព្រមព្រៀងរវាងទីក្រុងកាប៊ុលនិងទីក្រុងអ៊ីស្លាមាបាតលើអ្វីដែលបានកើតឡើងទីក្រុងអ៊ីស្លាមាបាតបានចោទប្រកាន់ទីក្រុងកាប៊ុលថាបានផ្ដល់ជំរកដល់ពួកសកម្មប្រយុទ្ធដែលខ្លួនស្ដីបន្ទោសចំពោះការរៀបចំផែនការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថានក្រុមតាលីបង់អាហ្គានីស្ថានបានបដិសេធការចោទប្រកាន់នេះដោយនិយាយថាចលនាសកម្មប្រយុទ្ធគឺជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសប៉ាគីស្ថានទាញយកថ្នត់អែបឥឡូវនេះដើម្បីទទួលបានព័ត៌មានថ្មី